នៅក្នុងភាសាអង់គ្លេសវាមានការប្រែប្រួលទម្រង់កិរិយាសព្ទអាស្រ័យទៅលើកាលដែលសកម្មភាពនោះបានកើតឡើងនៅក្នុងមេរៀនថ្ងៃនេះខ្ញុំសូមបង្ហាញធ្វើការប្រៀបធៀបកាលពីរគឺ present continuous និង present simple នៅក្នុងទម្រង់ present continuous និងទម្រង់ present simple វាមានភាពខុសប្លែកគ្នានៅក្នុងទម្រង់របស់កិរិយាសព្ទនៅក្នុង present continuous ទម្រង់របស់វាគឺចាប់ផ្ដើមឡើងដោយមាន subject មាន verb to be ហើយនិង verb ដែលស្ថិតនៅក្នុងទម្រង់ ing ឬក៏យើងហៅម្យ៉ាងទៀតថាជា active participle ទម្រង់បែបនេះយើងហៅថាទម្រង់ present continuous ប៉ុន្តែផ្ទុយមកវិញសម្រាប់កាល present simple ទម្រង់របស់កិរិយាសព្ទវាអាចមានជាទម្រង់ជាមូលដ្ឋានទូទៅដែលយើងហៅថាជា base form ឬក៏ជាទម្រង់មួយទៀតដែលមាន s នៅផ្នែកខាងចុងឥឡូវយើងក្រឡេកមកមើលឧទាហរណ៍នៅក្នុង present continuous យើងមានជាទម្រង់ subject បូក verb to be បូកជាមួយនឹង verb បូក ing ឧទាហរណ៍នៅក្នុងនេះ I am reading you are reading we are reading they are reading ប៉ុន្តែនៅពេលដែលចូលមកដល់ប្រធានដែលជា third person singular ដែលមាន pronoun third person singular មានន័យថាបរិសុទ្ធទី3ឯកវចនៈមាន he she it នឹងទម្រង់របស់កិរិយាសព្ទ to be នេះប្រែក្លាយទៅជា is ទៅវិញបាទអញ្ចឹងហើយបានជាយើងប្រើពាក្យថា he is reading ឬក៏ she is reading ឬក៏ it is reading បាទនេះគឺជាទម្រង់ធម្មតារបស់ present continuous ប៉ុន្តែបើសិនជាយើងប្រៀបធៀបមកទម្រង់ present simple បច្ចុប្បន្នកាលធម្មតាហ្នឹងគឺយើងមានតែ subject មកជាមួយនឹង verb ទម្រង់វាជាមូលដ្ឋានទម្រង់ដើមឧទាហរណ៍ថានៅក្នុងsubject ដែលមានពេលដែលមាន pronoun អាចជា I ជា you ជា we ឬក៏ they ហ្នឹងគឺ verb វាស្ថិតនៅក្នុងទម្រង់ដដែលមិនមានការប្រែប្រួលទេឧទាហរណ៍ថា I read you read we read they read បាទឥឡូវខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកអានឬក៏បង្កើត sentence ហ្នឹងបាទតែផ្ទុយមកវិញចំពោះប្រធានទាំងឡាយណាដែលមានដែលជា pronoun third person singular ហ្នឹងគឺបរិសុទ្ធទី3ឯកវចនៈហ្នឹងគឺមាន he she it ហ្នឹងគឺកិរិយាសព្ទគឺត្រូវថែម s នៅក្នុងភាសាអង់គ្លេសបាទដូចជាក្នុងនេះពាក្យ he គាត់ហ្នឹងដល់ពេលយើងថាគាត់អានយើងនៅក្នុងភាសាអង់គ្លេសយើងត្រូវតែថែម s នៅខាងចុងនេះអញ្ចឹងយើងអានថា he reads she reads he reads បាទហើយនៅក្នុងភាសាអង់គ្លេសនៅក្នុងភាសានិយាយបងប្អូនកុំភ្លេចបញ្ចេញអក្សរ s ហ្នឹង s ខាងចុងហ្នឹងគឺបញ្ចេញឲ្យលឺព្រោះនៅពេលដែលយើងធ្វើតេស្តនៅក្នុងការនិយាយនៅក្នុងការធ្វើតេស្ត IELTS ក៏ដោយគឺចំណុចនេះសំខាន់ណាស់បាទអញ្ចឹងយើងត្រឡប់មកមេរៀនយើងវិញគឺនៅក្នុងនេះ present continuous គឺវាមានទម្រង់ verb to be បូកជាមួយនឹង verb បូកជាមួយនឹង verb ដែលមានទម្រង់ ing បាទ subject បូក verb to be បូកជាមួយនឹង verb ដែលមានទម្រង់ ing ប៉ុន្តែដល់ពេល present simple វាគ្រាន់តែមានទម្រង់កិរិយាធម្មតាសម្រាប់ subject are you we they ប៉ុន្តែចំពោះ subject he she it ហ្នឹងគឺគេត្រូវថែម s នៅផ្នែកនៅខាងចុងកិរិយាសព្ទបាទចុះនៅពេលដែលយើងប្រើក្នុងទម្រង់បដិសេធវិញតើយើងត្រូវប្រើទម្រង់យ៉ាងដូចម្ដេចចំពោះ
present continuous យើងគ្រាន់តែថែមពាក្យ not បន្ទាប់ពី verb to be ឧទាហរណ៍នៅក្នុងនេះគឺ I am not reading បាទដល់ពេល you we they នឹងដោយសារ verb to be คล้ายទៅជា វិញអញ្ចឹងគេដើម្បីបង្កើតឲ្យទៅជាទម្រង់បដិសេធយើងអាចប្រើថាឧទាហរណ៍ថាអ្នកមិនកំពុងអានទេអញ្ចឹងយើងប្រើថា you are not reading បាទពួកយើងមិនកំពុងអានទេអញ្ចឹងទៅ we are not reading ដល់ពេលពួកគេ they are not reading បាទហើយដូចគ្នាអញ្ចឹងដែរចំពោះ he she it គឺយើងគ្រាន់តែបន្ថែមពាក្យ not ហ្នឹងបន្ទាប់ពី verb to be អញ្ចឹងវាคล้ายទៅជា he is not reading ឬក៏ she is not reading ឬក៏ he is not reading នេះគឺនៅក្នុងការបង្កើតជាទម្រង់បដិសេធយើងថែម not បន្ទាប់ពី verb to be ប៉ុន្តែចំពោះ present simple ចំពោះ present simple ចំពោះ ordinary verb ភាគច្រើនចំពោះ ordinary verb ដើម្បីយើងបង្កើតឲ្យទៅជាទម្រង់បដិសេធយើងត្រូវថែមកិរិយាសព្ទ do ហើយនឹងពាក្យ not អញ្ចឹងនៅក្នុងនេះគេថា I ខ្ញុំអត់អាន I don't read you don't ឬក៏ទម្រង់ពេញមកវិញ I do not read បាទយើងជាទូទៅយើងលើពាក្យថា I don't read គឺដោយសារគេបំព្រួញ do ហើយនឹង not នៅបញ្ចូលនេះវាទៅជា I don't ប៉ុន្តែទម្រង់ពេញមកវិញគឺ I do not read you do not read we do not read they do not read បាទដល់ពេលចូលទម្រង់សម្រាប់subject ដែលជា pronoun third person singular ហ្នឹងគឺបរិបទទី3ឯកវចនៈហ្នឹង he she it ហ្នឹងគឺគេត្រូវដូរពី do ហ្នឹងមក does វិញអញ្ចឹងវាទៅជា does not read she does not read អញ្ចឹងយើងមិនអាចប្រើពាក្យថា he do not read ទេអត់ត្រូវទេប្រើឲ្យត្រូវគឺ he does not read បាទអញ្ចឹងយើងត្រូវចាំពីភាពខុសប្លែកគ្នាហ្នឹងនៅក្នុង present simple បើយើងចង់បង្កើតឲ្យទៅជាទម្រង់បដិសេធយើងត្រូវប្រើពាក្យ do បូកជាមួយ not ហើយបូកជាមួយនឹងកិរិយាសព្ទធម្មតា ordinary verb នឹងអញ្ចឹងនៅក្នុងនេះវាមាន I do not read បាទហើយ do នឹងគឺប្រើបានចំពោះប្រធានដូចជា I you we they បាទអញ្ចឹងនេះគឺជាការបង្កើតឲ្យទៅជាទម្រង់បដិសេធសម្រាប់ present simple ហើយប្រសិនបើយើងចង់បង្កើតទម្រង់បដិសេធសម្រាប់ present simple ហ្នឹងប៉ុន្តែប្រសិនបើប្រធានជាសព្វនាមបរិបទទី3ឯកវចនៈមាន he she it ហ្នឹងគឺយើងប្រើ does not បាទ he does not read អញ្ចឹងទៅអញ្ចឹងយើងអត់ប្រើពាក្យថា he do not read ទេអញ្ចឹងនៅពេលដែលយើងមានកំហុសម្ដងកាលនៅក្នុងការនិយាយយើងព្យាយាមស្ដាប់អ្វីដែលយើងបាននិយាយហើយយើងកែខ្លួនយើងវិញហើយយើងនិយាយអ្វីដែលត្រូវវិញទៅគឺយើងកែកំហុសយើងបន្តិចម្ដងបាទអញ្ចឹងនៅក្នុងទម្រង់បដិសេធចុះប្រសិនបើយើងចង់បង្កើតជាឃ្លាសំណួរទៅវិញបើសិនជាយើងចង់បង្កើតជាឃ្លាសំណួរសម្រាប់កាលឬក៏ present continuous tense ហ្នឹងគឺយើងត្រឡប់ឬក៏យើងលើក verb to be នេះមកដាក់ខាងមុខ subject វិញឧទាហរណ៍ថា are you reading អញ្ចឹងគេយក are នេះអញ្ចឹងនៅក្នុងប្រធាននៅក្នុងទម្រង់ធម្មតា you are reading ប៉ុន្តែនៅពេលដែលយើងចង់បង្កើតទៅជាឃ្លាសំណួរវិញយើងយក are នេះយកមកដាក់ខាងមុខ subject វិញវាទៅជាពាក្យថាឃ្លាដែលថា are you reading បាទហើយនៅក្នុង
rule ជារួមគឺយើងយកកិរិយាសព្ទ to be ដែលត្រូវជាមួយនឹង subject ហ្នឹងយកមកដាក់ខាងដើមវិញហ្នឹងយើងសម្រាប់បង្កើតជា clear សំណួរឧទាហរណ៍ថាតើគាត់កំពុងតែអានឬយើងថា is he reading តើនាងកំពុងតែអានឬយើងថា is she reading ឥឡូវខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបង្កើត clear មួយឲ្យថាតើទារកនោះកំពុងតែយំឬយើងបង្កើតជាភាសាអង់គ្លេសយ៉ាងដូចម្ដេចបាទសូមព្យាយាមសាកល្បងបាទអញ្ចឹងយើងអាចសួរជាសំណួរថា is the baby crying បាទតើទារកកំពុងតែយំឬបាទយើងកំពុងតែលឺដូចជាសំឡេងក្មេងយំអញ្ចឹងយើងសួរថាតើក្មេងកំពុងតែយំឬបាទនេះគឺការបង្កើតពេលសំណួរនៅក្នុង present continuous ហើយសម្រាប់ការបង្កើតជា clear សំណួរនៅក្នុង present simple វិញគឺយើងនៅតែប្រើ auxiliary verb do does នឹងដដែលអញ្ចឹងជាទូទៅនៅក្នុងភាសាអង់គ្លេសកាលណាយើងចង់បង្កើតជា clear សំណួរគឺយើងលើក auxiliary verb នឹងមកខាងមុខបាទអញ្ចឹងនៅក្នុង present simple នេះគឺគេបង្កើតជា clear សំណួរថាតើអ្នកឯងអានដែរទេ do you read បាទអញ្ចឹងនៅក្នុង clear ធម្មតាយើងឃើញ you read អ្នកអានដល់ពេលយើងចង់បង្កើតជា clear សំណួរថាតើអ្នកអានទេតើអ្នកមានទម្លាប់អានទេ do you read តើគាត់មានទម្លាប់អានទេ does he read បាទអញ្ចឹងអាហ្នឹងគឺ do ហ្នឹងគឺសម្រាប់ទាំងអស់តាំងពី I you we they បាទដល់ពេល does នេះគឺ he she it អញ្ចឹង he she it ហ្នឹងគឺទៅជាមួយគ្នាបាទទម្រង់កិរិយាសព្ទដូចគ្នាបើសិនជា verb to be with is អញ្ចឹងទៅសម្រាប់ present continuous ហើយនៅចំពោះ present simple គឺគេប្រើ does បាទនេះគឺជាទម្រង់អញ្ចឹងយើងជារួមមកយើងមាន3ទម្រង់ធម្មតាជា clear ធម្មតាទម្រង់បដិសេធនិងទម្រង់សំណួរអញ្ចឹងនៅក្នុងទម្រង់ធម្មតារបស់ present continuous គឺយើងមាន subject បូក verb to be ហើយបូកនឹង verb បូកជាមួយនឹង ing យើងអាចហៅថាជា active participle ឬក៏ ing form បាទឧទាហរណ៍ថា subject I យើងវាទៅជា I am reading subject you យើងវាទៅជា you are reading ហើយបើ subject ជា he she it វាទៅជា he is reading អញ្ចឹងទៅបាទដល់ពេលចំពោះ present simple វិញគឺវាគ្រាន់តែមាន subject ឯងបូកជាមួយនឹង base form បាទឬក៏ s form base form គឺទម្រង់ដើមទម្រង់មូលដ្ឋានអត់ទាន់មានការប្រែប្រួលទេតែគេថា read វានៅ read ដដែលគេថា subject I អញ្ចឹងទៅI read you read បាទ he she itនេះអានឹងគឺជា subject ដែលមានបរិះទី3ឯកវចនៈអញ្ចឹងនៅក្នុងនេះអានាមទាំងឡាយណានៅពេលដែលយើងអាចជំនួសបានដោយបរិះទី3ឯកវចនៈហ្នឹងគឺក៏ត្រូវកិរិយាសព្ទហ្នឹងគឺក៏ត្រូវតែថែម s ដែរឧទាហរណ៍ថាឥឡូវយើងចង់និយាយថាបូនណាអានសិភៅចូលចិត្តអានឬក៏បូនណាអានអញ្ចឹងបូនណាជាប្រុសហើយបូនណាគឺជាបរិះទី3ដែលមិននៅចំពោះមុខនៅក្នុងការសន្ទនាគ្នាហ្នឹងហើយគាត់ជាបុគ្គលតែមួយអញ្ចឹងបូនណាយើងអាចជំនួសបានដោយ pronoun he នេះអញ្ចឹងកាលណាបូនណាជំនួសដោយ pronoun he verb read ហ្នឹងគឺត្រូវតែថែម s អញ្ចឹងយើងអាចប្រើបង្កើតជា sentence សាមញ្ញមួយថាបូនណា reads បាទហ្នឹងគឺន័យអញ្ចឹងហើយឧទាហរណ៍ថាឥឡូវ day នេះ day
ទៀតឥឡូវយើងមានប្រធានមួយទៀតគឺ students អញ្ចឹង student វាមិនសិស្សហ្នឹងគឺវាសំដៅ student វា plural ហើយវាពហុវចនៈវាគ្នាច្រើនប៉ុន្តែ students ហ្នឹងវាជាបរិបទទី3អញ្ចឹងនៅកន្លែងនេះបើសិនជាយើងប្រើពាក្យថាសប្តាហ៍ថ្ងៃនិស្សិតអានច្រើនអញ្ចឹងទៅយើងប្រើពាក្យថា nowadays students read a lot បាទអញ្ចឹងវាអត់មាន s ទេដោយសារ students ហ្នឹងគឺវាមាន s អញ្ចឹងវាជា plural អញ្ចឹងវាអាចជំនួសដោយ pronoun they នេះអញ្ចឹងហើយបានទៅជានៅក្នុងទម្រង់នេះគេអត់ប្រើពាក្យថាប្រើឃ្លាថា students reads អញ្ចឹងទេអានឹងវាខុសតែត្រូវគឺ students មាន s សំឡេង s របស់ student ហើយ read បាទអានឹងគឺទម្រង់ធម្មតាហើយនៅពេលដែលយើងចង់បង្កើតជាទម្រង់បដិសេធនៅក្នុងភាសាអង់គ្លេសភាគច្រើននៅក្នុងភាសាអង់គ្លេសគឺគេថែមពាក្យ not ហ្នឹងបន្ទាប់ពី auxiliary verb អញ្ចឹងនៅក្នុង present continuous ដោយសារវាមាន verb to be រួចទៅហើយវាមាន verb to be ដូចតែ I am reading អញ្ចឹងគឺថាយើងចង់បង្កើតឲ្យទៅជាទម្រង់បដិសេធថា I am ខ្ញុំអត់កំពុងអានទេគឺគ្រាន់តែថែមពាក្យ not ខាងក្រោយនេះ I am not reading ឥឡូវស្ទើរថា Paul គាត់អត់អានទេឥឡូវនេះយើងប្រើពាក្យអីមិនបាទសូមព្យាយាមសាកមកបង្កើតទៅបាទយើងអាចនិយាយថា Paul is not reading បាទអាហ្នឹងគឺយើងចង់បង្កើតទៅជាទម្រង់បរិសេធរបស់កាល present continuous ដល់ពេលនៅក្នុងកាល present simple នេះគឺយើងប្រើកិរិយាសព្ទ do យើងសង្កេតឃើញវាខុសពីទម្រង់ខាងលើនេះទម្រង់ធម្មតារបស់ present simple វាគ្រាន់តែមាន verb ទេ verb អាចជា base form ឬក៏ s form ដែលមាន s នៅខាងចុងសម្រាប់subject ដែលជា third person singular អញ្ចឹងនៅពេលនេះយើងសង្កេតឃើញវាខុសប្លែកមិនគឺវាមានពាក្យ do ឬក៏ does ហើយបូក not អញ្ចឹងនៅពេលដែលយើងចង់បង្កើតឃ្លាបរិសេធសម្រាប់កាល present simple គឺយើងត្រូវបន្ថែម auxiliary verb do ហើយបូកជាមួយនឹង not បាទហើយប្រសិនបើ subject នឹងជា he she it គឺយើងប្រើ does បាទវាដូរទម្រង់បន្តិចវាទៅ does បូក not ហ្នឹងហៅតែថាលោក Tim នឹងគាត់អត់អានទេយើងអាចប្រើថា Tim does not read បាទវាជំនួសដោយ pronoun he នេះដល់ពេលរបៀបបង្កើតជាឃ្លាសំណួរនៅក្នុងភាសាអង់គ្លេសគឺគេលើក auxiliary verb មកដាក់ខាងដើមបំផុតអញ្ចឹងដូចយើងបញ្ជាក់ពីមុនអញ្ចឹងកាលណាឃ្លាធម្មតាវាគឺ I am reading ដល់ពេលយើងចង់សួរបង្កើតជាឃ្លាសំណួរវាទៅជាថា am I reading ឬក៏ឃ្លាសាមញ្ញយើងថា you are reading នៅពេលដែលយើងចង់សួរថាគាត់តើអ្នកកំពុងតែអានឬយើងលើកអាហ្នឹងមកវិញអញ្ចឹងហើយបានគេប្រើពាក្យថាគឺគេបង្កើតឃ្លាមួយដែលថា are you reading បាទហើយតើនាងកំពុងតែអានឬអញ្ចឹងនាង she ហ្នឹងវាបរោះទី3ឯកវចនៈអញ្ចឹងគេដូរវាទៅជា is វិញ is she reading បាទហើយស្តៀងគ្នានឹងដែរចំពោះកាល present simple នេះ present simple នេះគឺយើងយក do មកដាក់ខាងមុខ subject ចំពោះ subject are you we they ដល់ពេល subject ដែលជា he she it ហ្នឹងគឺយើងយក does យកមកដាក់ខាងមុខវិញគេថា does he read បាទ does he read ហើយយើងចង់សួរថាតើតារា read ដែលអានទេយើងបង្កើតទៅយ៉ាងម៉េចតើតារាអានទេបាទ does តារា read បាទហ្នឹងគឺជាទម្រង់ចំពោះការប្រើប្រាស់បាទចំពោះការប្រើប្រាស់វិញគឺវាមានភាពខុសប្លែកគ្នារវាង present continuous ហើយនិង present simple
នៅក្នុង present continuous យើងប្រើការ present continuous សម្រាប់សកម្មភាពបច្ចុប្បន្នដែលយើងកំពុងតែស្ថិតនៅពាក់កណ្ដាលនៃសកម្មភាពនោះសកម្មភាពនោះបានចាប់ផ្ដើមហើយប៉ុន្តែមិនទាន់បានបញ្ចប់ទេឧទាហរណ៍ជាក់ស្ដែង I am teaching I am recording a video បាទអញ្ចឹងខ្ញុំកំពុងតែថតវីដេអូឧទាហរណ៍ចំពោះនេះវិញ you are listening or you are watching my video បាទអញ្ចឹងអាហ្នឹងគឺជាយើងប្រើ present continuous សម្រាប់បង្ហាញពីសកម្មភាពដែលកំពុងកើតឡើងនៅពេលដែលយើងកំពុងនិយាយមានន័យថាយើងកំពុងតែស្ថិតនៅផ្នែកកណ្ដាលនៃសកម្មភាពហ្នឹងបាទហើយសកម្មភាពនោះបានចាប់ផ្ដើមហើយប៉ុន្តែអត់ទាន់បានបញ្ចប់នៅឡើយទេឧទាហរណ៍ទី2 hurry up your friends are waiting for you អញ្ចឹងបានន័យថាយើងប្រើ present continuous នេះគឺសម្រាប់ពិពណ៌នាឬសម្រាប់បង្ហាញថាសកម្មភាពនឹងគឺបានចាប់ផ្ដើមឡើងហើយអត់ទាន់ចប់ទេហើយយើងនៅពេលដែលយើងនិយាយហ្នឹងគឺសកម្មភាពនឹងកំពុងតែបន្តហើយយើងអាចថានៅពាក់កណ្ដាលនៃprogress របស់សកម្មភាពនឹងគេថាប្រញាប់ឡើងមិត្តភ័ក្តិរបស់អ្នកឯងកំពុងតែរងចាំអ្នកមានន័យថានៅពេលដែលយើងនិយាយថាប្រញាប់ឡើងហ្នឹងគឺមិត្តភ័ក្តិយើងបានរងចាំយើងរួចទៅហើយអញ្ចឹងបានគេប្រាប់ថាឲ្យយើងរូតរះឡើងមិត្តភ័ក្តិយើងកំពុងតែរងចាំយើងជួនកាលសកម្មភាពខ្លះហ្នឹងគឺវាអត់កើតឡើងនៅពេលដែលយើងកំពុងនិយាយទេឧទាហរណ៍ថានៅពេលដែលយើងជួបមិត្តភ័ក្តិយើងនិយាយនេះថារាល់ថ្ងៃនេះអានសៀវភៅអីខ្លះអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងនិយាយហ្នឹងគឺសកម្មភាពនឹងអត់កើតឡើងទេប៉ុន្តែសកម្មភាពនឹងកំពុងតែយើងស្ថិតនៅក្នុងស្ថានភាពដែលសកម្មភាពនេះថាពីអាទិត្យមុនយើងកំពុងអានសៀវភៅមួយអញ្ចឹងទៅប៉ុន្តែយើងអត់អានចប់ទេយើងដល់ពេលយើងអានសៀវភៅយើងនឹងអាននឹងទៀតអញ្ចឹងណាអញ្ចឹងមិត្តភ័ក្តិអីសួរថា what are you reading អញ្ចឹងយើងថា Harry Potter អញ្ចឹងយើងកំពុងអានសៀវភៅ Harry Potter បាទឬក៏យើងអាចសួរថាសៀវភៅអីដែលអ្នកឯងកំពុងអានបច្ចុប្បន្នឬក៏យើងអាចសួរថា which book are you reading at the moment ឧទាហរណ៍ថាខ្ញុំកំពុងអានសៀវភៅ the 23 things that they don't tell you about the capitalism អញ្ចឹងបាទអញ្ចឹងថា I am reading 23 things that they don't tell you about capitalism by Professor Ha Jun Chang អញ្ចឹងតែបាទI am reading 23 things they don't tell you about capitalism បាទអាហ្នឹងគឺសកម្មភាពហ្នឹងអត់យើងមិនមែនកំពុងអានសៀវភៅហ្នឹងប៉ុន្តែយើងកំពុងតែស្ថិតនៅក្នុងចំណុចណាមួយដែលនៅក្នុងការដំណើរវិវត្តនៃសកម្មភាពហ្នឹងបាទអាហ្នឹងគឺវាប្រើពាក្យអញ្ចឹងគឺយើងអាចប្រើទម្រង់ហ្នឹងគឺទី1សម្រាប់សកម្មភាពហ្នឹងកំពុងកើតឡើងនៅពេលដែលយើងកំពុងនិយាយឬក៏សកម្មភាពហ្នឹងកំពុងតែកើតឡើងដែរប៉ុន្តែអត់តែពេលកំពុងនិយាយព្រោះសកម្មភាពហ្នឹងបានកំពុងតែកើតឡើងហើយអត់ទាន់ចប់ពេលយើងកំពុងតែនៅ in the middle of that progress ហ្នឹងបាទអាហ្នឹងក៏យើងអាចប្រើ present continuous ដែរប៉ុន្តែផ្ទុយមកវិញសម្រាប់ present simple ហ្នឹងគឺទី1គឺគេប្រើសម្រាប់បង្ហាញពីស្ថានភាពបច្ចុប្បន្នស្ថានភាពបច្ចុប្បន្នវាអាចថាជាការយល់ឃើញជាអារម្មណ៍របស់យើងឬក៏ជាទំនាក់ទំនងឧទាហរណ៍ថាយើងប្រើពាក្យថា I think it is a good idea អញ្ចឹង think នឹងគឺបានយើងគិតថាអញ្ចឹងវាជា opinion របស់យើងគិតថាវាជាគំនិតល្អមួយបាទដល់ពេលសម្រាប់ relation ឧទាហរណ៍ថាthis bike belongs to my sister this bike belongs to my sister
ចឹងកងនេះគឺជាកម្មសិទ្ធិរបស់ប្អូនស្រីរបស់ខ្ញុំបាទអញ្ចឹងយើងចាំឃើញដោយសារទម្រង់ present simple កាលណាកិរិយា subject នេះវាជាបរិះទី3ឯកវចនៈ the by កាលណាជាជំនួសជាមួយ pronoun វាទៅជា it អញ្ចឹងហើយបានជានៅក្នុងកិរិយាសព្ទ belong នេះគឺថែម s វាទៅជា belongs to មកពាក្យពីរនឹងជាប់គ្នា belong to ជាកម្មសិទ្ធិរបស់នរណាម្នាក់អញ្ចឹងបើនៅក្នុងន័យ present simple គឺចង់សំដៅពី present state ថាតើកងជាកម្មសិទ្ធិរបស់អ្នកណាបាទហើយវាជាទំនាក់ទំនងហើយមួយទៀតឧទាហរណ៍ខាងលើនេះគឺ I think it is a good idea នឹងគឺវាចង់សំដៅទៅលើ opinion បាទគេប្រើ present simple សម្រាប់ស្ថានភាពមួយទៀតគឺការពិតជាទូទៅការពិតជាទូទៅនៅឯខ្លះគេថា food gives us energy មានន័យថាចំណីអាហារផ្ដល់ឲ្យយើងនៅអារពលបាទអញ្ចឹងរាល់ចំណីអាហារទាំងអស់នោះគឺសុទ្ធតែផ្ដល់ថាមពលឲ្យយើងអញ្ចឹងវាជាការពិតជាទូទៅអញ្ចឹងហើយបានជាគេប្រើទម្រង់ present simple បាទអញ្ចឹងយើងឃើញភាពខុសគ្នាអ្វីដែលជាការពិតជាទូទៅអ្វីដែលជាការយល់ឃើញឬក៏ជាស្ថានភាពបច្ចុប្បន្ននោះគឺគេប្រើ present simple បាទវាខុសពី present continuous គឺសម្រាប់សកម្មភាពដែលកំពុងតែកើតឡើងនៅពេលដែលយើងកំពុងនិយាយឬក៏សកម្មភាពហ្នឹងនៅពេលដែលយើងរៀបរាប់ទៅគឺយើងស្ថិតនៅក្នុងចំណុចណាមួយនៃវឌ្ឍនភាពនៃ progress របស់សកម្មភាពហ្នឹងបាទហើយចំណុចមួយទៀតដែលយើងធ្វើការប្រៀបធៀបហ្នឹងគឺpresent continuous គឺប្រើនៅពេលដែលសកម្មភាពនោះកើតឡើងបណ្ដោះអាសន្នក្នុងរយៈពេលខ្លីបាទវាផ្ទុយពី present simple យើងប្រើសម្រាប់សកម្មភាពដែលកើតឡើងដដែល repeated action វាคล้ายទៅជាទម្លាប់ហើយគឺសម្រាប់សកម្មភាពដែលកើតឡើងម្ដងហើយម្ដងទៀតកាលណាវាជាទម្លាប់ម្ដងហើយម្ដងទៀតប៉ុន្តែ present continuous វិញគេប្រើសម្រាប់ស្ថានភាពដែលកើតឡើងតែបណ្ដោះអាសន្នក្នុងរយៈពេលមួយខ្លីទេឥឡូវយើងមើលឧទាហរណ៍នេះដើម្បីឲ្យយើងងាយយល់ឧទាហរណ៍ថា My car's off the road now I'm traveling to work by bus this week អញ្ចឹងនឹងសកម្មភាព I'm traveling to work by bus this week នេះគឺចង់សំដៅថាដោយសារឡានគាត់នេះគឺវា off the road វាអាចមានន័យច្រើនមានន័យថាឡានកំពុងជួសជុលឡាននឹងត្រូវបានបញ្ជូនសម្រាប់ធ្វើតេស្តថាតើវាមានលក្ខណៈសមស្របផ្នែកសុវត្ថិភាពដែរឬអត់ចឹងណាអញ្ចឹងមានន័យថាវាអត់ដំណើរពេលអត់ត្រូវបានប្រើប្រាស់ទេឡានដោយសារឡានខ្ញុំអត់ត្រូវបានប្រើប្រាស់ទេនៅពេលបច្ចុប្បន្ននេះខ្ញុំធ្វើដំណើរមកធ្វើការតាមរយៈរថយន្តក្រុងនៅក្នុងសប្តាហ៍នេះបាទអញ្ចឹងអាសកម្មភាព traveling to work by bus នេះវាគ្រាន់តែជា temporary ទេនៅពេលដែលឡានគាត់ត្រូវបានជួសជុលឡើងវិញឬក៏ត្រូវបានត្រួតពិនិត្យឡើងវិញឲ្យមានលទ្ធភាពថាឲ្យគាត់បើកបរយ៉ាងវិញយ៉ាងឡើងវិញបានគាត់ប្រកាសជា travel to work by car អញ្ចឹងគេលេងពាក្យប្រើពាក្យ traveling នេះដែរអញ្ចឹងនៅក្នុងនេះចង់បញ្ជាក់ថាគេប្រើទម្រង់បច្ចុប្បន្នកាលកំពុងបន្តឬក៏យើងប្រើពាក្យថាយើងប្រើទម្រង់ present continuous tense នឹងនៅពេលដែលយើងចង់ពិពណ៌នាសកម្មភាពណាមួយដែលកើតឡើងបណ្ដោះអាសន្នក្នុងរយៈពេលខ្លីបាទឧទាហរណ៍ថា I am traveling to work by bus ចឹងបានន័យថាយើងធ្វើដំណើរទៅធ្វើការនឹងដោយរថយន្តក្រុង
តែប្រអសនទេនៅពេលដែលឡានយើងនឹងដំណើរការឡើងវិញយើងនេះហើយបាទយើងប្រើបើសិនជាយើងចង់និយាយថាខ្ញុំទៅធ្វើការវាខ្លាយទៅជាទម្លាប់វិញណាយើងឡានយើងលេងពោទៅថាយើងថា I travel to work by car បាទអញ្ចឹងវាខុសពី I am traveling to work by bus នេះ I am traveling to work by bus នៅកន្លែងនេះគឺដោយសារ traveling to work នឹងការធ្វើដំណើរទៅធ្វើការដោយរថយន្តក្រុងនឹងគឺកើតឡើងបរិសុទ្ធក្នុងរយៈពេលខ្លីវាមិនមែនជាសកម្មភាពដែលវាคล้ายទៅជាទម្លាប់ទេបាទអញ្ចឹងឥឡូវយើងសាកគិតឧទាហរណ៍របស់យើងឧទាហរណ៍ថាឥឡូវកាឡៃរបស់យើងឧទាហរណ៍ថាលោកបបoffice របស់គាត់កំពុងត្រូវបានគេជួសជុលអញ្ចឹងគាត់ធ្វើការពី office របស់លោកជាន់អញ្ចឹងទៅបាទអញ្ចឹងបានយើងប្រើពាក្យថា as Bob's office is under construction កំពុងជួសជុល he is working at John's office បាទអញ្ចឹង he is working at John's office មានន័យថាលោកបបហ្នឹងគាត់ធ្វើការនៅការិយាល័យរបស់លោកជាន់ហ្នឹងតែប្រអសន្នទេហើយនៅពេលដែលការិយាល័យរបស់គាត់ត្រូវបានជួសជុលអីឡើងវិញរួចរាល់គាត់នឹងត្រឡប់ទៅធ្វើការនៅការិយាល័យគាត់វិញឃើញយើងឃើញពីស្ថានភាពដែលបែបហ្នឹងគឺយើងពិពណ៌នាបែបហ្នឹងគឺយើងអាចប្រើ present continuous ហើយពាក្យថា work នេះគឺមិនប្រកាសថាឥឡូវហ្នឹងលោកបបនៅធ្វើការឬមិនធ្វើការទេឧទាហរណ៍ថាឥឡូវគាត់ធ្វើការ2-3អាទិត្យចុះហើយយើងកំពុងនិយាយគ្នានៅថ្ងៃចុងសប្តាហ៍អញ្ចឹងអានៅក្នុងសប្តាហ៍បបនៅពេលដែលយើងនិយាយហ្នឹងបបមិនមែនកំពុងធ្វើការណាប៉ុន្តែគាត់នៅកំពុងធ្វើការបានមួយសប្តាហ៍ហើយសប្តាហ៍ក្រោយមកទៀតគាត់នឹងធ្វើការនៅការិយាល័យលោកជាន់ទៀតអញ្ចឹងយើងអាចប្រើ present continuous ហ្នឹងគឺសម្រាប់ពិពណ៌នាសកម្មភាពដែលកើតឡើងបណ្ដោះអាសន្នហើយយើងកំពុងស្ថិតនៅពាក់កណ្ដាលនៃវឌ្ឍនភាពរបស់សកម្មភាពហ្នឹងហើយមិនប្រកាសថាសកម្មភាពហ្នឹងកំពុងតែកើតឡើងនៅពេលដែលយើងកំពុងនិយាយទេគឺវាន័យថាអញ្ចឹងបើទៅថ្ងៃនេះថ្ងៃសៅរ៍បបមានធ្វើការបបនៅផ្ទះដែរប៉ុន្តែគាត់បានធ្វើការនៅការិយាល័យលោកជាន់បានមួយអាទិត្យហើយអាទិត្យក្រោយទៀតគាត់នឹងធ្វើការនៅការិយាល័យលោកជាន់ទៀតអញ្ចឹងវាស្ថិតនៅក្នុង middle of the progress នេះគឺយើងប្រើ present continuous សម្រាប់ពិពណ៌នាសកម្មភាពបែបហ្នឹងហើយវាត្រូវជាមួយនឹងគ្រប់លក្ខខណ្ឌទាំងអស់សកម្មភាពនឹងបានចាប់ផ្ដើមឡើងហើយអត់ទាន់បានបញ្ចប់ទេហើយសកម្មភាពនឹងកើតឡើងបណ្ដោះអាសន្នក្នុងរយៈពេលខ្លីហើយសកម្មភាពនឹងគឺមិនចាំបាច់ថាកើតឡើងនៅពេលដែលយើងកំពុងនិយាយទេអញ្ចឹងអស់ហ្នឹងគឺយើងអាចប្រើ present continuous ជារួម present continuous បើយើងនិយាយពីកម្រិតមូលដ្ឋានយើងប្រើសម្រាប់សកម្មភាពណាដែលកើតឡើងនៅពេលដែលយើងកំពុងនិយាយឧទាហរណ៍ថា you are listening to me you are watching an English video on YouTube ឧទាហរណ៍ថាអ្នកឯងកំពុងតែមើលវីដេអូបង្រៀនភាសាអង់គ្លេសលើ YouTube ចឹងទៅអញ្ចឹងកើតឡើងនៅពេលដែលយើងកំពុងនិយាយហ្នឹងឯងប៉ុន្តែមានសកម្មភាពខ្លះទៀតវាអត់កើតឡើងនៅពេលកំពុងនិយាយទេប៉ុន្តែយើងនៅ in the middle of their progress of their thing អញ្ចឹងឧទាហរណ៍ថាខ្ញុំខាងដើមហ្នឹងថាលោកបបគាត់ដោយសារ office គាត់ត្រូវបានគេកំពុងសាងសង់ឡើងវិញអញ្ចឹងទៅគាត់ទៅធ្វើការនៅ office លោកជាន់អញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតថាជួនកាលសកម្មភាពនោះបបមិនប្រកាសកំពុងធ្វើការទេតែឥឡូវយើងជួបជុំគ្នាថ្ងៃចុងសប្តាហ៍អញ្ចឹងណាអញ្ចឹងយើងចង់រៀបរាប់ប្រាប់ឪពុកម៉ាក់យើងម្នាក់ទៀតថា
បបលើគាត់ធ្វើការនៅ office នៅលោកចនអញ្ចឹងទៅដោយសារ office គាត់កំពុងសាងសង់អញ្ចឹងបងអត់កំពុងធ្វើការនៅពេលដែលយើងកំពុងនិយាយទេប៉ុន្តែយើងនិយាយនៅពេលដែលដំណើរការដែលបបកំពុងធ្វើការនៅរបស់ចនគឺមិនទាន់បានចប់ទេហើយគាត់នឹងសកម្មភាពហ្នឹងគឺធ្វើការតែក្នុងរយៈពេលខ្លីវាអត់ជាទម្លាប់ទេកើតតែក្នុងរយៈពេលខ្លីទេនៅពេលដែលការិយាល័យគាត់ចប់ត្រូវបានគេសាងសង់ចប់វិញយ៉ាងទៅគាត់នឹងត្រឡប់ទៅការនៅ office គាត់វិញអញ្ចឹងយើងអាចនិយាយថា as Bob's office is under construction he is working at John's office អញ្ចឹងដោយសារការិយាល័យរបស់បបកំពុងតែសាងសង់គាត់ធ្វើការនៅការិយាល័យរបស់លោកចនបាទហ្នឹងគឺជាចំណុចដែលយើងត្រូវដឹងពីការប្រើប្រាស់ present continuous ប៉ុន្តែមកផ្ទុយមកវិញចំពោះ present simple នេះគឺគេប្រើជាន័យមូលដ្ឋានគឺប្រើពីពណ៌នេះពីសកម្មភាពណាដែលយើងធ្វើឡើងដែលកើតឡើងដដែលខ្លាយទៅជាទម្លាប់ដូចទេរបស់គេនៅក្នុងនេះwe do a lot of things in our spare time អញ្ចឹងមានន័យថាយើងធ្វើការងារជាច្រើននៅពេលទំនេររបស់យើងនឹងអញ្ចឹងដល់ពេលទំនេរគាត់ពួកគាត់ហ្នឹងគឺធ្វើការច្រើនហ្នឹងទៅបាទហើយចំណុចមួយទៀតគេប្រើ present simple ហ្នឹងគឺសម្រាប់ពិពណ៌នាពីស្ថានភាពបច្ចុប្បន្ន present states ហើយអាចជា opinion ឬក៏ relation បាទ opinion នៅទីក្នុងនេះយើងប្រើពាក្យថា I think it is a good idea ខ្ញុំគិតថានេះគឺជាគំនិតល្អដល់ពេលតាក់ទង relation this bike belongs to my sister កង់នេះជាកម្មសិទ្ធិរបស់អូនស្រីខ្ញុំហ្នឹងតែអាហ្នឹងគឺជា present state បាទដល់ពេល permanent facts ហ្នឹងគឺការពិតជាទូទៅបើតែថាចំណីអាហារផ្ដល់នូវធម៌ពលអញ្ចឹងហ្នឹងវាជាការពិតជាទូទៅបាទអញ្ចឹងគេប្រើ present simple ហ្នឹងដែរយើងធ្វើការប្រៀបធៀបមួយទៀតអំពី present continuous និង present simple អញ្ចឹងយើងប្រើ present simple សម្រាប់ទម្លាប់ជាអចិន្ត្រៃយ៍បាទទម្លាប់ជាអចិន្ត្រៃយ៍ថាតើវាកើតឡើងឬក៏មិនកើតឡើងនៅពេលនិយាយទេថានៅក្នុងយើងឃើញទីពីរនេះសម្រាប់ធ្វើការប្រៀបធៀបyou are walking today yes I quite often walk to work បាទអញ្ចឹងក្នុងនេះគឺវាកើតឡើងនេះវាកើតឡើងនៅពេលយើងកំពុងតែជួនកាលគាត់ដើរជួបគ្នាអញ្ចឹងណាយើងសួរគាត់ដល់ពេលនេះគេបរិះម្នាក់ហ្នឹងគាត់ឃើញបរិះម្នាក់ទៀតនឹងកំពុងដើរគាត់ប្រើពាក្យ you are walking today ហើយម្នាក់ទៀតនឹងគាត់ឆ្លើយតែ yes ប៉ុន្តែនៅពេលដោយសារគាត់ចង់ប្រាប់អ្នកដែលសួរគាត់នឹងដើម្បីឲ្យដឹងថាតាមពិតគាត់ជារឿយគឺគាត់ដើរទៅធ្វើការទេអញ្ចឹងគាត់ប្រើពាក្យនេះវិញ yes I quite often walk to work បាទ often walk to work ហើយនេះគឺសំដៅទៅដល់ការពិពណ៌នាសកម្មភាពដែលជា permanent routines បាទជាទម្លាប់ប្រចាំថ្ងៃរបស់គាត់អញ្ចឹងទៅនេះក៏គេបង្កើតអញ្ចឹងដែរគេថា you are walking today you usually drive don't you អ្នកឯងដើរធ្វើការថ្ងៃនេះអ្នកឯងជាធម្មតាបើកឡានមកឬក៏ធ្វើដំណើរទៅធ្វើការដោយរថយន្តអីចឹងណាមិនថាអញ្ចឹងឯងបាទចាហ្នឹងគឺគេធ្វើការប្រៀបធៀបអាហ្នឹងដែលកើតឡើងហើយនៅក្នុងនេះហេតុអីបានគេប្រើyou are work នៅក្នុង clear ទី2នេះsentence នៅក្នុងការសន្ទនាទី2នេះឃើញហេតុអីបានជាគេប្រើពាក្យ you are working today គឺ
គឺដោយសារគាត់ជាទូទៅគាត់សង្កេតឃើញថាគាត់ you usually drive គាត់សង្កេតឃើញថាគាត់ជាទូម្នាក់ហ្នឹងគឺគាត់មកគាត់បើកឡានមកធ្វើការប៉ុន្តែចៃដល់នេះគាត់ដើរទៅធ្វើការថ្ងៃហ្នឹងអញ្ចឹងមានន័យថាប្រហែលជាការដែលមកធ្វើការថ្ងៃហ្នឹងគឺបដោះសន្នបាទគឺបដោះសន្នឬក្នុងរយៈពេលខ្លីអញ្ចឹងណាអញ្ចឹងបានគាត់ប្រើពេលថា you are working today you usually drive don't you អ្នកឯងដើរមកធ្វើការថ្ងៃនេះថ្ងៃជាធម្មតាបើកឡានមកធ្វើការមិនថាអញ្ចឹងទេបាទអញ្ចឹងអាហ្នឹងគឺវាមានភាពខុសគ្នាអញ្ចឹងហើយមួយទៀតចំពោះ present simple និង present continuous ហ្នឹងគឺគេប្រើសម្រាប់សកម្មភាព2សកម្មភាព2មានន័យថាម៉េចឧទាហរណ៍ថាសកម្មភាពមួយដែលកំបានចាប់ផ្ដើមហើយកំពុងបន្តអត់ទាន់ចប់ហើយនៅពេលមានសកម្មភាពមួយទៀតកើតឡើងជាទម្លាប់កើតឡើងដូចថានៅពាក់កណ្ដាលនៃការវិវត្តរបស់សកម្មភាពទី1ហ្នឹងគឺគេប្រើជា present simple ហើយសកម្មភាពទី1ដែលបានកើតឡើងហើយអត់ទាន់បញ្ចប់នឹងគេប្រើជា present continuous បើថាក្នុងនេះប្រើពាក្យថា I like to listen to music when I am reading អញ្ចឹងនៅពេលដែលយើងកំពុងបើកបរយើងចូលចិត្តស្ដាប់ចម្រៀងអញ្ចឹងទៅស្ដាប់ភ្លេងហ្នឹងទៅបាទអាហ្នឹងគឺរបៀបដែលយើងប្រើបន្សំបញ្ចូលគ្នារវាង present continuous ហើយជាមួយនឹង present simple អញ្ចឹងនៅក្នុងនេះខ្ញុំគ្រាន់តែបង្ហាញថាគំរូសម្រាប់ present continuous មានន័យថាសកម្មភាពហ្នឹងបានចាប់ផ្ដើមហើយសកម្មភាពបានចាប់ផ្ដើមហើយវាបន្តទៅមិនទាន់បានបញ្ចប់ទេនៅពេលដែលយើងនិយាយនៅពេលដែលយើងមានពេលវេលាមួយឬក៏ពេលវេលានៃការនិយាយឬក៏សកម្មភាពទី2មួយទៀតកើតឡើងនៅចំណុចណាមួយនៃដំណើរការវិវត្តអាចថានៅពាក់កណ្ដាលឬក៏នៅក្នុងកំឡុងពេលដែលសកម្មភាពទី1កើតឡើងហ្នឹងគឺសកម្មភាពទី1ហ្នឹងគឺយើងប្រើជា present continuous អញ្ចឹងដូចយើងរំលឹកពីឧទាហរណ៍មុនអញ្ចឹងសកម្មភាព driving ហ្នឹងគឺបានកើតឡើងហើយប៉ុន្តែសកម្មភាពបន្ទាប់មកយើងចូលចិត្តស្ដាប់ភ្លេងនៅពេលដែលយើងបើកអញ្ចឹងយើងប្រើពាក្យមិនយើងអាច recall ឧទាហរណ៍ខាងមុនបានទេថា I like to listen to music when I am driving អញ្ចឹង I am driving នេះវាបានបន្តកើតឡើងហើយអញ្ចឹងសកម្មភាពទី2នេះសកម្មភាពទី2នេះគឺសកម្មភាពទី2នេះគឺវាកើតឡើងនៅពាក់កណ្ដាលនៃដំណើរការវិវត្តរបស់សកម្មភាពទី1បាទឧទាហរណ៍មួយទៀតឧទាហរណ៍ឥឡូវយើងកំពុងទៅបើកបរអញ្ចឹងហើយយើងទទួលបានទូរស័ព្ទគេទេចូលមួយយើងក៏ហែបជាប់មកស្ដាំយើងនេះអញ្ចឹងណាអញ្ចឹងយើងនិយាយប្រាប់គេថាខ្ញុំកំពុង driving ជាងអានេះ I am driving I cannot have a long talk អញ្ចឹងទៅបាទអញ្ចឹងអាហ្នឹងគឺយើងប្រើពាក្យថាប្រើដោយសារពេលវេលាដែលយើងកំពុងនិយាយទៅកាន់គេហ្នឹងគឺស្ថិតនៅក្នុងពាក់កណ្ដាលនៃដំណើរវិវត្តរបស់សកម្មភាពទី1តែយើងកំពុងបើកបរហ្នឹងមានគេទេមកអញ្ចឹងយើងចង់ប្រាប់គេថាយើងកំពុងបើកបរអញ្ចឹងយើងប្រាប់គេ I am driving អញ្ចឹងយើងបានបើកបរយើងនឹងកំពុងបន្តបើកបរទៅទៀតនឹងឧទាហរណ៍មួយទៀតឧទាហរណ៍ថាយើងកំពុងតែប្រជុំយើងកំពុងមានប្រជុំមួយបាទហើយមានគេទេមកអញ្ចឹងយើងអាចផ្ញើសារទៅគេវិញថាម៉េច I am having a meeting អញ្ចឹងទៅយើងប្រាប់ថាយើងកំពុងមានប្រជុំមួយ I am having a meeting អញ្ចឹងយើងបញ្ជាក់គេថាឥឡូវយើងកំពុងស្ថិតនៅពេលដែលយើងកំពុងផ្ញើសារទៅគេយើងនិយាយប្រាប់គេនេះគឺយើងកំពុងស្ថិតនៅក្នុងការប្រជុំអញ្ចឹងយើងប្រើ present
continuous បាទហើយយើងអាចប្រើ present continuous សម្រាប់ពេលវេលាពេលវេលាឧទាហរណ៍ថាឥឡូវយើងជាទូទៅយើងពេលម៉ោង6កន្លះយើងចាប់ផ្ដើមហូបបាយអញ្ចឹងណាអញ្ចឹងយើងម៉ោង7យើងកំពុងហូបបាយយើងក៏អាចប្រើពាក្យថា 87 I am having dinner អញ្ចឹងទៅបាទអញ្ចឹងមានថាម៉ោង7យើងកំពុងស្ថិតនៅក្នុងពាក់កណ្ដាលនៃដំណើរការដែលយើងកំពុងហូបបាយវាជាបង្ហាញពី progress បាទដល់ពេល present simple ចង់រំលឹកឡើងវិញគឺថាសម្រាប់អ្វីដែលជាការពិតជាទូទៅការពិតជាអចិន្ត្រៃយ៍ជា permanent facts ហើយគឺជា routines បាទឥឡូវយើងឧទាហរណ៍ថានៅក្នុងនេះអញ្ចឹងផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យអញ្ចឹងណាអញ្ចឹងយើងមើលនៅក្នុងនេះអ្វីដែលជា permanent fact គឺស្ថិតនៅក្នុងទម្រង់ជាpresent simple ទាំងអស់ឥឡូវយើងឃើញនៅឧទាហរណ៍នេះឃើញទេas Earth orbits the sun ឃើញទេ orbits នេះគឺជា verb អញ្ចឹងដោយសារវាជា permanent fact អញ្ចឹងហើយកន្លែងហ្នឹងគឺហើយដោយសារ Earth ទី Earth ហ្នឹងវាជាប្រោះទី3ឯកវចនៈអញ្ចឹងហើយបានគេដាក់ជាទម្រង់ orbits នឹងមាន s ហើយយើងមើលមួយទៀតគឺ completes it completes ឃើញទេវាជា permanent fact ទៀតអញ្ចឹងគេថែម s នៅកន្លែងហ្នឹងទៀតបាទឥឡូវយើងមើលគ្រប់ទម្រង់ពាក្យទាំងអស់គឺមានជាទម្រង់ present simple ហើយដោយសារវាជា third person singular គឺកន្លែងហ្នឹងគឺសុទ្ធតែមាន s នៅខាងចុងដោយសារវាជាការពិតជាទូទៅយើងមើលគ្រប់ពាក្យទាំងអស់ហ្នឹងបាទ which counts បាទអញ្ចឹងនៅកន្លែងនេះបានន័យថាដោយសារវាជាការពិតជាទូទៅអញ្ចឹងគេប្រើ present simple ទាំងអស់ឥឡូវយើងមើលពាក្យគឺ orbits មានន័យថាធ្វើដំណើរតាមគន្លងដដែលឬក៏ធ្វើដំណើរតាមគន្លងមួយដែលទៀងទាត់ orbit ហ្នឹងបាទហើយ complete នេះមានន័យថាបានបញ្ចប់ហើយ it takes មានន័យថាវាត្រូវការរយៈពេលហើយ present នេះវាបង្ហាញពីអីមួយអញ្ចឹងណាបាទឥឡូវយើងព្យាយាមបកទាំងអស់គ្នាអញ្ចឹងយើងឆ្លៀតឱកាសនេះយើងរៀនបកអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមបកជាទូទៅគឺយើងមើលមួយ sentence ដូចយើងរៀនមេរៀនមុនគឺចាប់ផ្ដើមចេញពីមាន capital letter ហើយនឹង full stop មួយបាទនៅក្នុងនេះយើងបកចេញពី clause subordinate clause ណាមួយក៏បានឬក៏ concession clause ណាមួយក៏បានបាទហើយទៅតែថានៅក្នុងនេះយើងបកចេញពី as អញ្ចឹងនៅពេលដែលយើងដឹងថា as ហ្នឹងវាជា clause មួយអញ្ចឹងយើងមើល subject វាអញ្ចឹង subject វានេះ earth អញ្ចឹងយើងបកចេញពី earth នេះណាដោយសារផែនដីធ្វើដំណើរតាមគន្លងជុំវិញព្រះអាទិត្យវាបញ្ចប់ការវិលជុំវិញខ្លួនឯងនៅរៀងរាល់ 23.9 ម៉ោងហើយវាត្រូវការ 365.25 ថ្ងៃដើម្បីបំពេញការធ្វើដំណើរជុំវិញព្រះអាទិត្យបាទចំនួន 1/4 នៃថ្ងៃដែលបន្ថែមបង្ហាញពីការប្រឈមមួយសម្រាប់ប្រព័ន្ធប្រតិទិនរបស់យើងដែលរាប់មួយឆ្នាំថាមាន365ថ្ងៃបាទអញ្ចឹងតាមពិតទៅអានេះខាង NASA គេបានបង្ហាញហ្នឹងគឺផែនដីវិលជុំវិញព្រះអាទិត្យនឹងរយៈពេលមួយឆ្នាំប៉ុន្តែបើសិនគិតចំនួនថ្ងៃវា 365.25 មានលើសទៅអញ្ចឹងណាបាទ
ប៉ុន្តែនៅក្នុងមេរៀននេះគឺអ្វីដែលយើងចង់បង្ហាញហ្នឹងគឺយើងរៀនសង្កេតថានៅក្នុងអត្ថបទកសែតក្តីអត្ថបទសារព័ត៌មានក្តីកាលណាសម្រាប់ការពិតជាទូទៅគឺទម្រង់កិរិយាសព្ទគឺគេប្រើជាទម្រង់ present simple បាទអញ្ចឹងនៅក្នុងឧទាហរណ៍នេះខ្ញុំបង្ហាញពី icon នេះយើងឥឡូវយើងសាកបង្កើតឧទាហរណ៍របស់យើងឧទាហរណ៍ថាឥឡូវយើងចូលសម្រាប់នៅម៉ោងប្រហែលយើងក្រោកពីគេងនៅម៉ោងប្រហែលយើងទៅធ្វើការនៅម៉ោងប្រហែលអញ្ចឹងណាតែហ្នឹងវាជាទម្លាប់បាទឥឡូវព្យាយាមសាកបង្កើតប្រយោគខ្លួនឯងខ្ញុំចូលសម្រាប់នៅម៉ោង10បាទ I go to bed at 10អញ្ចឹងទៅយើងទៅធ្វើការនៅម៉ោង7យើងជាធម្មតាទៅធ្វើការនៅម៉ោង7ដោយធ្វើដំណើរតាមរថយន្តក្រុងឧទាហរណ៍អញ្ចឹងចុះ I usually go to work at 7 by bus បាទអញ្ចឹងទៅបាទហ្នឹងគឺយើងរៀនគឺយើងព្យាយាមបង្កើតឧទាហរណ៍ខ្លួនយើងណាដើម្បីឲ្យយើងចេះពាក្យហើយយើងត្រឡប់និយាយសម្បីនិយាយមួយខ្លួនឯងក៏ជួយនៅក្នុងការនិយាយនិងការរៀនភាសានឹងដែរហើយយើងអនុវត្តជាមួយនឹងមិត្តភ័ក្តិដែលរៀនជាមួយគ្នាបាទអញ្ចឹងឥឡូវខ្ញុំសាកល្បងធ្វើតេស្តការស្វែងយល់របស់យើងបាទឧទាហរណ៍ឥឡូវយើងមានឧទាហរណ៍ហើយខ្ញុំចង់ឲ្យយើងកម្មងារថាតើទម្រង់នឹងត្រឹមត្រូវដែរឬទេហើយប្រាប់ពីមូលហេតុរបស់យើងឧទាហរណ៍ថា His new office is under construction he work from home បាទចឹងយើងដឹងហើយតើយើងគួរតែកែទម្រង់នឹងកន្លែងណាឥឡូវយើងសង្កេតឃើញនៅក្នុងclause ទី2នេះ clause ទី2នេះគឺមានកំហុសឃើញទេគឺមានកំហុសទី1គឺ work យើងដឹងថាប្រសិនបើ subject នេះជា he she it តែពិត verb គឺត្រូវថែម s ប៉ុន្តែកែប៉ុណ្ណឹងអត់ទាន់ត្រូវទៀតដោយសារឥឡូវយើងមើលស្ថានភាពនឹងយ៉ាងម៉េចស្ថានភាពហ្នឹងគឺគាត់កើតឡើងបដោះអាសន្នអញ្ចឹងជាទូទៅបើយើងទៅធ្វើការគឺយើងធ្វើការនៅការិយាល័យហើយប៉ុន្តែដោយសារយ៉ាងម៉េចការិយាល័យរបស់គាត់ហ្នឹងគឺកំពុងត្រូវបានសាងសង់អញ្ចឹងគាត់ធ្វើការពីផ្ទះអញ្ចឹងទម្រង់ដែលត្រឹមត្រូវយើងដឹងហើយទម្រង់ដែលត្រឹមត្រូវគឺត្រូវតែជាបាទទម្រង់ដែលត្រឹមត្រូវគឺត្រូវតែជាទម្រង់ present continuous ដោយសារអីនេះគឺយើងដូរពីទម្រង់នេះពី he work នឹងក៏អញ្ចឹងពិតទម្រង់ឲ្យត្រូវគឺត្រូវ he works from home តែថែម s មួយទៀតប៉ុន្តែបើសិនជាយើងកែពីទម្រង់នឹងឲ្យទៅជាទម្រង់ present simple វាហាក់បីដូចជាថាមិន reflect ពី reality ទេមិនឆ្លងចាំពីការពិតទេព្រោះគាត់ត្រូវធ្វើការនៅការិយាល័យបាទប៉ុន្តែដោយសារការិយាល័យរបស់គាត់តែកំពុងសាងសង់គាត់ត្រូវធ្វើការពីផ្ទះអញ្ចឹងណាអញ្ចឹងការងារធ្វើការពីផ្ទះនេះវាជាសកម្មភាពដែលកើតឡើងបរិសុទ្ធក្នុងរយៈពេលខ្លីទេអញ្ចឹងទម្រង់ដែលត្រឹមត្រូវគឺយើងត្រូវប្រើទម្រង់ present continuous បាទអញ្ចឹងហេតុផលគឺថាយើងត្រូវប្រើ present continuous ដោយសារសកម្មភាពវាជាសកម្មភាពបណ្ដោះអាសន្នក្នុងរយៈពេលខ្លីបាទអាហ្នឹងគឺឧទាហរណ៍ទី1ឥឡូវយើងក៏លេខមកមើលឧទាហរណ៍ទី2ឧទាហរណ៍ថារុក្ខជាតិបានបង្កើតអុកស៊ីសែនបាទឬក៏បានផលិតឧស្ម័នអុកស៊ីសែនហ្នឹងទៅប្រសិននៅក្នុងនេះគឺយើងនិយាយសំដៅន័យទូទៅទេរុក្ខជាតិគឺផលិតអុកស៊ីសែនសម្រាប់យើងអស់គ្នាអញ្ចឹងយើងដឹងថាដើម្បីនិយាយពីសកម្មភាពដែលជា permanent facts អញ្ចឹងយើងប្រើទម្រង់អីបាទយើងត្រូវប្រើជាទម្រង់ present simple ប៉ុន្តែនៅកន្លែងនេះគេកែពីពាក្យថា plants
មកពាក្យ plants នឹងមាន s ហ្នឹងគឺសំដៅរុក្ខជាតិជាទូទៅបាទអញ្ចឹងគេប្រើពាក្យplants produce oxygen បាទអញ្ចឹងគេអត់ប្រើនេះទេគេអត់ប្រើទម្រង់past simple នៅកន្លែងនេះទេបាទជានៅពេលដែលយើងចង់និយាយថារុក្ខជាតិទាំងអស់ផលិតអូស្មန်អុកស៊ីសែនគឺគេប្រើពាក្យ plant ប៉ុន្តែបើសិនជាយើងចង់ប្រើជា singular វិញយើងអាចប្រើពាក្យថា the plants produce oxygen បាទប៉ុន្តែជាទូទៅគឺប្រើទម្រង់នេះជាទម្រង់ plural វិញបាទទម្រង់ plural ហ្នឹងគឺ plants ជាទូទៅហ្នឹងហើយដល់ពេល plants ជាទូទៅហ្នឹងគឺវាជំនួសដោយសព្វនាម they អញ្ចឹងហើយទម្រង់របស់កិរិយាសព្ទហ្នឹងគឺត្រូវទៅជាទម្រង់ដើមបាទព្រោះវា they វាជាប្រោះទី3ពហុកវចនៈវិញអញ្ចឹងគេអត់ថែម s នៅកន្លែងនេះទេគេអត់ថែម s នៅនេះទេអញ្ចឹងគឺប្រើទម្រង់ធម្មតាអញ្ចឹង plant produce oxygen ហើយមូលហេតុអីដែលគេប្រើទម្រង់ present simple គឺដោយសារបាទយើងគិតមើលគឺមូលហេតុនេះគឺដោយសារវាជាបាទវាគឺជា permanent fact ជាការពិតជាទូទៅអញ្ចឹងចំពោះការពិតជាទូទៅយើងប្រើទម្រង់បច្ចុប្បន្នកាលធម្មតា present simple បាទសូមអរគុណច្រើនចំពោះការចំណាយពេលវេលាស្ដាប់បទបង្ហាញរបស់ខ្ញុំនៅថ្ងៃនេះហើយសូមជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទអរគុណ